I am a finger Cambodia ឧបត្ថម្ភធំដោយMazda រថយន្តពេញនិយមនឹងតែងតែឈានមុខគេជានិច្ចឃ្លាបង្កើតភាពស្រស់ស្រាយកំចាត់អង្គែមានសល់លីហួរវេលុយផ្ដល់សេវាកម្មផ្ទេរប្រាក់ប្រកបដោយទំនុកចិត្តឥឡូវនេះមុននឹងប្រកាសលទ្ធផលសូមអញ្ជើញតារាចម្រៀងអាជីពរបស់យើងទាំង7រូបបង្ហាញខ្លួននៅលើវេទិកាទេសនិកជនឥឡូវនេះតារាចម្រៀងអាជីពទាំង7រូបដែលបានចូលរួមជាមួយនឹងការប្រកួតប្រជែងដ៏អស្ចារ្យនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកតែមួយគត់នៅក្នុងប្រទេសកម្ពុជារបស់យើងបានបង្ហាញវត្តមានរួចរាល់ហើយលោកអ្នកក៏បានឃើញហើយនៅក្នុងការបង្ហាញជូននូវសមត្ថភាពរហូតដល់ទៅ2សប្តាហ៍របស់វត្តមានតារាចម្រៀងអាជីពកម្ពុជាប៉ុន្តែនៅក្នុងយុគនេះលោកអ្នកនឹងបានឃើញអ្នកដែលទទួលបាននូវសម្លេងឆ្នោតតិចជាងគេហើយលោកអ្នកក៏នឹងបានឃើញនៅវត្តមានតារាចម្រៀងអាជីពដែលទទួលបាននូវសម្លេងឆ្នោតច្រើនដើម្បីទៅកាន់វគ្គជាបន្តទៀតហើយសូមបញ្ជាក់ជូនទៅដល់លោកអ្នកផងដែរអ្នកដែលបានចាក់ចេញពីកម្មវិធីរបស់យើងនៅក្នុងរាត្រីនេះមិនមែនបានន័យថាសម្លេងរបស់គាត់មិនពីរោះរូបសម្រស់របស់គាត់មិនស្អាតឬគាត់មិនស័ក្តិសមក្លាយជាតារាចម្រៀងនៅក្នុងប្រទេសកម្ពុជារបស់យើងទេប៉ុន្តែផ្ទុយទៅវិញវេទិកាមួយនេះគឺឆ្លុះបញ្ចាំងឲ្យឃើញពីភាពក្លាហានការចូលរួមប្រកួតប្រជែងដោយជាក់ស្ដែងនៅមុខមហាជនទូទាំងប្រទេសថាតើសមត្ថភាពរបស់អ្នកទាំងអស់គ្នានៅក្នុងវិស័យសិល្បៈធំទូលាយដល់កម្រិតណានេះគឺជាអ្វីដែលលោកអ្នកចង់ឃើញនិងចង់ដឹងនៅទូទាំងព្រះរាជាណាចក្រកម្ពុជាជាបេសកកម្មដ៏ពិសេសរបស់វត្តមានតារាចម្រៀងអាជីពកម្ពុជាដែលក្លាហានចូលរួមប្រកួតដើម្បីចង់បង្ហាញអំពីវិសាលភាពនៃសិល្បៈចម្រៀងរបស់កម្ពុជាប្រិយមិត្តទស្សនិកជនបន្តិចទៀតលោកអ្នកនឹងកាន់តែជ្រាបថាតើវត្តមានតារាចម្រៀងអាជីពរូបណាខ្លះដែលមានសមត្ថភាពដែលទទួលបានសម្លេងឆ្នោតច្រើនជាងគេទៅកាន់វគ្គក្រោយជាបន្តទៀតហើយអ្នកណាដែលទទួលបានសម្លេងឆ្នោតតិចជាងគេម្នាក់សិនតែជា idol របស់បងប្អូនទូទាំងព្រះរាជាណាចក្រកម្ពុជាដោយឡែកទាំងអស់នេះគឺជាលក្ខខណ្ឌនៅក្នុងកម្មវិធីរបស់យើងពេលវេលាដែលបងប្អូនកំពុងតែទន្ទឹងរង់ចាំក៏ឈានចូលមកដល់ហើយម្នាក់កំពុងតែរំពឹងទុកចង់ឲ្យ idol របស់ខ្លួនទៅកាន់វគ្គជាបន្តទៀតបាទឥឡូវនេះពេលវេលានៅក្នុងការប្រកាសលទ្ធផលវត្តមានតារាចម្រៀងអាជីពដែលអាចទៅកាន់វគ្គជាបន្តបានគឺបានទៅលើមើលទៅកញ្ញាឈិតសវណ្ណបញ្ញាហាក់បីដូចជាថ្មឹងឆ្មាតខ្លាំងមែនទែននេះមុលនៅក្នុងចំណោមវត្តមានតារាចម្រៀងអាជីពទាំង7រូបរបស់យើងចា៎ម្នាក់ជឿជាក់ថាកំពុងតែក្តុកក្តួលក្នុងចិត្តប៉ុន្តែយ៉ាងណាមិញក៏សូមសរសើរសមត្ថភាពរបស់អ្នកទាំងអស់គ្នាដែលបានចូលរួមប្រកួតនៅក្នុងកម្មវិធី I Am a Singer Cambodia លោកគ្រូដែលជាលោកគ្រូភ្លេងទាំងអស់បានកំពុងតែស្ថិតនៅជួបជុំគ្នាពិតជាចង់ជ្រាបអំពីវត្តមានក៏ដូចជាលទ្ធផលរបស់កូនសិស្សទាំងអស់ថាតើអ្នកណាដែលអាចទៅកាន់វគ្គជាបន្តទៀតបានអ្នកដែលអាចទៅកាន់ជុំទី2សប្តាហ៍ទី3បានទៅលើវត្តមានតារាចម្រៀងអាជីពគឺបានទៅលើគឺបានទៅលើគឺ
លោក Zono ពិតជាអស្ចារ្យមែនទែនស្នាមញញឹមទាំងលោក Zono ទាំងលោកគ្រូភ្លេងរបស់យើងចាគឺលោកអ៊ួយកំពុងតែកើតមានហើយចានៅក្នុងកម្មវិធីរបស់យើងដោយឡែកតារាចម្រៀងអាជីពផ្សេងទៀតក៏ដូចជាលោកគ្រូភ្លេងកំពុងតែទន្ទឹងរង់ចាំថាតើអ្នកបន្ទាប់ដែលអាចបន្តទៅសប្តាហ៍ទី3ជាអ្នកណាសូមអបអរសាទរដល់តារាចម្រៀងអាជីពរបស់យើងគឺឈិតសុវណ្ណបញ្ញាអបអរសាទរវត្តមានរបស់តារាចម្រៀងអាជីពដែលអាចទៅកាន់វគ្គជាបន្តទៀតបានឥឡូវនេះយើងឈានចូលដល់វត្តមានតារាចម្រៀងអាជីពជាបន្តទៀតហើយដែលជាអ្នកទទួលបាននូវសម្លេងឆ្នោតជាបន្តទៀតដើម្បីទៅកាន់ជុំទី2សប្តាហ៍ទី3គឺបានទៅលើវត្តមានតារាចម្រៀងអាជីពគឺបានទៅលើវត្តមានតារាចម្រៀងអាជីពវត្តមានតារាចម្រៀងអាជីពវីឌីណេអារម្មណ៍រំភើបដែលមិនធ្លាប់មានពីសំណាក់តារាចម្រៀងអាជីពរបស់យើងគឺបានកើតឡើងនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក I Am a Singer Cambodia សូម្បីតែលោកគ្រូមុំសកុនធាក៏មានមោទនភាពខ្លាំងដែរឥឡូវនេះអ្នកបន្ទាប់ដែលអាចបន្តជាមួយនឹងកម្មវិធីរបស់យើងទៅសប្តាហ៍ក្រោយគឺវត្តមានតារាចម្រៀងអាជីពជាបន្តទៀតដែលទទួលបាននូវសម្លេងឆ្នោតដើម្បីទៅកាន់ជុំទី2សប្តាហ៍ទី3ជាបន្តទៀតគឺបានទៅលើវត្តមានតារាចម្រៀងអាជីពគឺបានទៅលើវត្តមានតារាចម្រៀងអាជីពតារាចម្រៀងអាជីពគឺវត្តមានតារាចម្រៀងអាជីពសួវីសាប្រិយមិត្តទូរទស្សនិកជនតារាចម្រៀងអាជីពរបស់យើង5រូបហើយដែលអាចបន្តជាមួយនឹងកម្មវិធីរបស់យើងទៅសប្តាហ៍ទី3ជាបន្តទៀតដោយឡែកឥឡូវនេះយើងនៅសល់តារាចម្រៀងអាជីពរបស់យើង2រូបទៀតគឺកញ្ញាទេពបុព្រឹកជាមួយនឹងលោកនៅស៊ីនឿនរវាងលោកសំពទីនិងលោកសួនពិសិដ្ឋដែលជាគ្រូបង្វឹករបស់អ្នកទាំងពីរផ្ទាល់ថាតើមានរូបណា
ដែលអាចបន្តជាមួយនឹងកម្មវិធីរបស់យើងបានក្នុងចំណោមតារាចម្រៀងអាជីពរបស់យើងទាំងពីរមានតែមួយរូបប៉ុណ្ណោះដែលអាចបន្តជាមួយនឹងកម្មវិធីរបស់យើងបានថាតើកញ្ញាទេពបុព្រឹកឬក៏លោកនៅស៊ីនឿនដូច្នេះសូមអបអរតារាចម្រៀងអាជីពដែលអាចបន្តជាមួយនឹងកម្មវិធីរបស់យើងទៅសប្តាហ៍ក្រោយទៀតគឺចូលរួមសោកស្ដាយវត្តមានតារាចម្រៀងអាជីពដែលមិនអាចបន្តដំណើរទៅកាន់វគ្គក្រោយជាបន្តទៀតបានប៉ុន្តែយ៉ាងណាមិញក៏សូមសរសើរនៅបេសកកម្មដ៏មុតស្រួចមួយនេះដើម្បីបង្ហាញជូននៅសិល្បៈចម្រៀងដ៏សម្បូរបែបរបស់វត្តមានតារាចម្រៀងអាជីពដ៏ល្បីល្បាញនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងយ៉ាងណាភាពក្លាហានរបស់កញ្ញាទេពបុព្រឹកគឺអស្ចារ្យមែនទែនសួរថាមានតារាចម្រៀងអាជីពប៉ុន្មានរូបដែលមានភាពក្លាហានដូចអ្នកទាំងអស់គ្នាការប្រកួតប្រជែងមួយនេះគឺជាការប្រកួតប្រជែងមួយដ៏អស្ចារ្យនៅក្នុងប្រទេសកម្ពុជារបស់យើងដែលយើងសង្កេតឃើញថាមានការគ្រប់គ្រងទូទាំងពិភពលោកតែម្ដងមានប្រទេសជាច្រើនដែលទទួលសិទ្ធិក្នុងការបង្កើតកម្មវិធីនេះឡើងប៉ុន្តែគឺជាភាពក្លាហានរបស់តារាចម្រៀងអាជីពគ្រប់រូបក្នុងការចូលរួមប្រកួតប្រជែងជាមួយនឹងកម្មវិធីរបស់យើងផ្ទាល់រយៈពេល2សប្តាហ៍កន្លងមកហើយដែលតារាចម្រៀងអាជីពទាំង7រូបបានខិតខំប្រឹងប្រែងសហការជាមួយនឹងលោកគ្រូភ្លេងក្នុងការវឹកហាត់សមបទចម្រៀងផ្ទាល់ខ្លួនរបស់ខ្លួនជាមួយនឹងការច្នៃប្រឌិតនៅបទចម្រៀងដែលពោរពេញទៅដោយភាពតាក់ទាញឥឡូវនេះបុព្រឹកត្រូវចាក់ចេញពីកម្មវិធីរបស់យើងនៅក្នុងសប្តាហ៍ទី2អារម្មណ៍នៅពេលនេះយ៉ាងណាដែរចាំអើចំពោះអារម្មណ៍នាងខ្ញុំគឺដូចនាងខ្ញុំនិយាយតាំងពីដើមហើយទោះជានាងខ្ញុំធ្លាក់នៅក្នុងថ្ងៃនេះក៏នាងខ្ញុំធ្លាក់នៅក្នុងចំណោមអ្នកខ្លាំងត្រឹមត្រូវអញ្ចឹងនាងខ្ញុំអត់មានអារម្មណ៍អីទាំងអស់ពីព្រោះថាធម្មតាការប្រកួតប្រជែងគឺតែងតែមានឈ្នះនិងមានចាញ់ហើយនាងខ្ញុំមិនមែនចាញ់នៅថ្ងៃនេះថ្ងៃក្រោយប្រកាសថានាងខ្ញុំចាញ់ទេពីព្រោះថាកម្មវិធីតម្រូវឲ្យនាងខ្ញុំមកសារជាថ្មីម្ដងទៀតអញ្ចឹងនាងខ្ញុំនឹងខិតខំរកអ្វីដែលថ្មីដែលប្លែកសម្រាប់មិត្តយុវវ័យក៏ដូចជាពុកម៉ែបងប្អូនចាអ្វីដែលសំខាន់គឺយើងត្រូវការភាពក្លាហានបែបនេះចាសូមសម្លេងគាំទ្រទៅដល់កញ្ញាទេពបុព្រឹកលោកអ្នកក៏បានឃើញហើយនេះគឺជាវត្តមានរបស់តារាចម្រៀងអាជីពទាំងអស់ដែលអាចប្រកាន់វគ្គជាបន្តទៀតបាននៅក្នុងជុំទី2សប្តាហ៍ទី3ចូលរួមសោកស្ដាយប៉ុន្តែចំណាំមិញក៏សូមកោតសរសើរតាំងពីសកម្មភាពចូលរួមនៅក្នុងកម្មវិធី I Am a Singer Cambodia បានបំពេញនៅបេសកកម្មយ៉ាងមុតមមនេះជូនដល់ប្រទេសយើងឲ្យរីកចម្រើននៅសិល្បៈចម្រៀងរបស់កម្ពុជាយើងចាយើងនៅសល់ច្រើនសប្តាហ៍បន្តទៀតដើម្បីបន្តបេសកកម្មមួយនេះក្នុងការប្រកួតប្រជែង I Am a Singer Cambodia ចាគឺជាកម្មវិធីប្រឡងតារាចម្រៀងអាជីពកម្ពុជាផ្ទាល់តែម្ដងប្រិយមិត្តទូរទស្សនិកជននៅក្នុងសប្តាហ៍ក្រោយយើងនឹងមានបន្ថែមវត្តមានរបស់តារាចម្រៀងអាជីពរបស់យើងមួយរូបទៀតប្រគ្រប់ចំនួន7រូបដើម្បីបង្ហាញសមត្ថភាពជូនទៅដល់លោកអ្នកថាតើតារាចម្រៀងអាជីពមួយរូបនោះគឺជាអ្នកណាហើយសមត្ថភាពក្នុងការថ្លឹងថ្លែងជាមួយនឹងតារាចម្រៀងអាជីព6រូបដែលបានឆ្លងកាត់ជាមួយនឹងការប្រកួតប្រជែងដ៏ស្វាហាប់អស់រយៈពេល2សប្តាហ៍កន្លងមកនេះមានភាពអស្ចារ្យកម្រិតណាស់ដែរយើងនឹងជួបគ្នានៅសប្តាហ៍ទី3ជាបន្តទៀតតាមពេលវេលានិងម៉ោងដដែលអរគុណទៅដល់តារាចម្រៀងអាជីពទាំងអស់ដែលបង្កើនភាពក្លាហានរបស់ខ្លួនចាជាពិសេសដល់កញ្ញាទេពបុព្រឹកចាភាពក្លាហានមួយនេះគឺពិតជាអស្ចារ្យមែនទែនចាអរគុណច្រើនប្រិយមិត្តទូរទស្សនិកជនអរគុណចំពោះការតាមដានទស្សនារបស់លោកអ្នកតាំងពីដើមរហូតដល់ចប់នៅសប្តាហ៍ក្រោយព្រឹត្តិការណ៍ដ៏អស្ចារ្យនៅក្នុងកម្មវិធីរបស់យើងនឹងបន្តនៅភាពក្លាហានក៏ដូចជាសមត្ថភាពរបស់តារាចម្រៀងអាជីព7រូបបន្តទៀតថាតើអ្នកទាំងអស់គ្នានឹងមានអ្វីដើម្បីចង់បង្ហាញជូនអស់លោកអ្នក
ពេលនេះកម្មវិធី I am a singer Cambodia ក៏ឈានចូលដល់ទីបញ្ចប់ទៅហើយយើងខ្ញុំតាពីអ្នកសូមអរគុណទៅអ្នកឧបត្ថម្ភធំនៅក្នុងកម្មវិធី Mazda រថយន្តដែលពេញនិយមនិងឈានមុខគេជានិច្ច ឃ្លាបង្កើតភាពស្រស់ស្រាយកុំចាត់អង្គែគ្មានសល់ លីហួរវេលុយសវត្ថភាពទ្វេដងទំនុកចិត្តទ្វេដងនៅសប្តាហ៍ជាបន្តទៀតលោកអ្នកនឹងបានទស្សនានៅក្នុងជុំទី2សប្តាហ៍ទី3ពេលនេះកម្មវិធី I am a singer Cambodia សូមអរគុណសូមគោរពលា